ពីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីព័ត៌មានថ្ងៃទី29ខែតុលាឆ្នាំ2025សារព័ត៌មាន CNA សង្ហបុរីអ្នកវិភាគបាននិយាយថាតម្លៃមាសនិងប្រាក់ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងរយៈពេលវែងស្ថាប័នហិរញ្ញវត្ថុធំៗបានចេញការព្យាករណ៍ដោយទំនុកចិត្តសម្រាប់លោហៈទាំងពីរមុខនេះ OCBC បានព្យាករណ៍រយៈពេល12ខែរបស់ខ្លួនដល់$4,600អាមេរិកក្នុង1អោនសម្រាប់មាសនិង$56អាមេរិកក្នុង1អោនសម្រាប់ប្រាក់ដែល Mike Bank បានព្យាករណ៍ថាមាសអាចកើនឡើងដល់$4,800អាមេរិកក្នុង1អោននៅចុងឆ្នាំក្រោយ SHBC ពីមុនបានព្យាករណ៍ថាមាសនឹងកើនដល់$5,000អាមេរិកក្នុង1អោននៅឆ្នាំ2026គិតត្រឹមថ្ងៃច័ន្ទនេះមាសត្រូវបានគេជួញដូរនៅ$4,076អាមេរិកក្នុង1អោននិងប្រាក់នៅ$48.21ក្នុង1អោនគឺធ្លាក់ចុះពីកម្រិតខ្ពស់ដែលថ្មីនេះកើនដល់$4,800សម្រាប់មាសនិង$54សម្រាប់ប្រាក់លោក Man Green ប្រធានផ្នែកវិនិយោគសម្រាប់ទ្វីបអាហ្វ្រិកមជ្ឈមបូព៌ានិងអឺរ៉ុបនៅអង្គភាពដំណោះស្រាយទ្រព្យសម្បត្តិ Standard Charter រំពឹងថាតម្លៃមាសនឹងកើនឡើងក្នុងល្បឿនបន្តិចម្ដងក្នុងខែខាងមុខជាមួយនឹងភាពប្រែប្រួលទ្វេភាគីកើនឡើងអ្នកវិភាគបានចងអុលបង្ហាញពីកត្តាសំខាន់ជាច្រើនដែលនាំឲ្យតម្លៃមាសកើនឡើងគឺការទិញរបស់ធនាគារកណ្ដាលភាពតានតឹងភូមិសាស្ត្រនយោបាយការព្រួយបារម្ភអំពីគោលនយោបាយសារពើរពន្ធសកលនិងអតិផរណាធនាគារកណ្ដាលនៃទីផ្សារកំពុងរីកចម្រើនបានបង្កើនការទិញមាសដើម្បីធ្វើពិពិធកម្មពីប្រាក់ដុល្លារអាមេរិកដើម្បីកាត់បន្ថយហានិភ័យនៃការរឹបអូសបន្ទាប់ពីទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែនចំណង់ចំណូលចិត្តរបស់វិនិយោគិនឯកជនក៏បានកើនឡើងផងដែរដោយលំហូរចូលកាន់តែច្រើនចូលទៅក្នុងមូលនិធិជួញដូរប្រាក់និងមាសដែលបង្ហាញថាវិនិយោគិនលក់រាយបានក្លាយជាអ្នកទិញលេចធ្លោនៅក្នុងការកើនឡើងថ្មីនេះសារព័ត៌មាន CNA ដដែលរាយការណ៍ពីកូឡាឡាំពូថាលោកអានវ៉ាជាប្រធានអាស៊ាននៅរហូតដល់ចុងឆ្នាំនេះបានប្រគល់ញញួរទៅឲ្យប្រធានាធិបតីហ្វីលីពីន Ferdinand Marcos នៅពេលដែលបិទកិច្ចប្រជុំនៅកូឡាឡាំពូលោកអានវ៉ាបានមានប្រសាសន៍ថានៅថ្ងៃដំបូងនៃឆ្នាំ2026អាស៊ាននឹងចាប់ផ្ដើមជំពូកថ្មីមួយដោយចំនួនទឹកដីនៅសមុទ្រចិនខាងត្បូងនឹងគ្របដណ្ដប់លើរបៀបវារៈរបស់ខ្លួននៅពេលដែលទីក្រុងម៉ានីលចូលកាន់តំណែងនៅឆ្នាំ2026ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង4រួមជាមួយប្រទេសប្រ៊ុយណេម៉ាឡេស៊ីនិងវៀតណាមដែលមានចំនួនទាមទារនៅក្នុងសមុទ្រចិនខាងត្បូងដែលភ្ជាប់មហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិកពួកគេមានការខ្វែងគំនិតគ្នាជាមួយនឹងប្រទេសចិនដែលបានអះអាងយ៉ាងទូលំទូលាយអំពីអធិបតេយ្យភាពលើផ្លូវទឹកយុទ្ធសាស្ត្រទោះបីជាមានការសម្រេចរបស់អន្តរជាតិក្នុងឆ្នាំ2016ដោយសន្និដ្ឋានថារឿងនេះមិនមានមូលដ្ឋានច្បាប់ក៏ដោយភាពតានតឹងកើនឡើងរវាងទីក្រុងប៉េកាំងនិងទីក្រុងម៉ានីលមានសភាពស្មុគស្មាញជាពិសេសដែលមានការប្រជុំមុខដាក់គ្នាតាមសមុទ្រកើតឡើងជាប្រចាំតាមអ្នកការទូតអាស៊ីម្នាក់បានប្រាប់ AFP ថាសមុទ្រចិនខាងត្បូងក្លាយជាចំណុចផ្ដោតអារម្មណ៍ហើយវាកាន់តែក្តៅឡើង